ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានមុខម្ហូបមួយពិសេសមែនទែនការធ្វើបុកកំពឹសឆៅបាទកំពឹសឆៅរបស់យើងលាយជាមួយនឹងគ្រឿងឃើញនៅក្នុងរូបគឺលោតផ្លត់បាទពេលដែលយើងដាក់គ្រឿងចូលណាកំពឹសស្រស់ដាក់គ្រឿងច្បាច់ដូចឆ្មាទៅគឺថាកំពឹសនឹងគឺលោតព្រឺតមកគួរឲ្យចង់ញ៉ាំបាទនេះជាមុខម្ហូបមួយសម្រាប់បងប្អូនប្រជាពលរដ្ឋនៅស្រុកស្រែណាអញ្ចឹងម្ហូបនេះពិសេសមែនទេណាគឺថាហឹរឆ្ងាញ់បាទដំបូងគឺយើងធ្វើការលាងសម្អាតកំពឹសរបស់យើងដែលយើងលើកយកមកពីទ្រូណាយើងលើកធ្វើការលាងសម្អាតវាឲ្យស្អាតកុំឲ្យវាមានសម្រាមកំទេចកំទីតូចៗហ្នឹងយើងយកចេញអស់ហ្នឹងលាងឲ្យស្អាតលាងឲ្យច្រើនទឹកមកធ្វើមិនឲ្យកំពឹសយើងហ្នឹងស្អាតដើម្បីយើងយកមកធ្វើហ្នឹងឲ្យវាមិនមានមេរោគកុំឲ្យវាមានមេរោគមានដីមានកាកសំណល់ល្អិតនៅក្នុងហ្នឹងណាអញ្ចឹងយើងលាងយើងផ្ចិតផ្ចង់មែនទែនមកលាងឲ្យស្អាតឲ្យច្រើនទឹកមកបាទបន្ទាប់ពីយើងលាងហើយយើងធ្វើការស្រង់កំពឹសហ្នឹងដាក់ក្នុងចានមួយមកធ្វើការស្រង់វានឹងគឺជាទុកយើងប្រឡាក់ជាមួយគ្រឿងមកយើងទុកជាទឹកសម្រេចណាយើងលាងស្អាតយើងស្រង់ដាក់ក្នុងចានមួយទុកដោយឡែកណាចំពោះគ្រឿងផ្សំរបស់យើងគឺគ្មានអ្វីក្រៅពីម្ទេសទេបាទម្ទេសហើយនឹងអំបិលប៊ីចេងខ្ទឹមក្រូចឆ្មាហើយនឹងជីក្រហមណាបាទជីនឹងគេហៅជីម្រះព្រៅសំទោសមិនមែនម្រះព្រៅទេលីងឡូងណាគេហៅជីក្រហមបាទយើងធ្វើការមានគ្រឿងផ្សំដូចខាងខ្ញុំជម្រាបជូនមិញគឺយើងធ្វើការលីគ្រឿងហ្នឹងដាក់ចូលក្នុងត្បាល់បាទលីក្នុងត្បាល់មកហើយយើងធ្វើការបុកគ្រឿងនឹងបញ្ចូលគ្នាណាបាទបន្ទាប់ពីយើងដាក់គ្រឿងចូលក្នុងត្បាល់នឹងហើយយើងចាប់ផ្ដើមបុកឲ្យម៉ត់មកណាបុកឲ្យម៉ត់កុំឲ្យមានកំទេចណាយើងបុកឲ្យល្ម៉ត់ឲ្យល្អិតឲ្យជាល្បាយមួយមកបាទបុកឲ្យម៉ត់ដើម្បីឲ្យម៉ត់ស្អាតបាទបន្ទាប់ពីបុកម៉ត់ហើយយើងធ្វើការបុកម្ទេសគ្រឿងហ្នឹងដាក់ចូលក្នុងចានដែលយើងមានផ្ទុកកំពឹសស្រស់ហ្នឹងយើងដាក់ចូលមកយើងធ្វើការដួសគ្រឿងហ្នឹងទាំងអស់ហ្នឹងដែលយើងបុកក្នុងត្បាល់យើងចូលក្នុងចានដែលយើងបានផ្ទុកកំពឹសហ្នឹងបាទបន្ទាប់មកយើងធ្វើការច្របាច់ក្រូចឆ្មាចូលបាទច្របាច់ក្រូចឆ្មាចូលទៅលើកំពឹសដែលយើងបានដាក់គ្រឿងហ្នឹងបាទនៅពេលដែលយើងច្របាច់ក្រូចឆ្មាចូលទៅឃើញថាកំពឹសហ្នឹងលោតផ្លោតតែម្ដងបាទគួរឲ្យចង់បរិភោគតែម្ដងមកឃើញថាស្រស់មែនទែនមកកំពឹសបែបលាយជាមួយអំបិលម្ទេសហ្នឹងគឺថាឈ្ងុយឆ្ងាញ់មែនទែនបាទបន្ទាប់ពីយើងដាក់គ្រឿងហើយនឹងច្របាច់ក្រូចឆ្មាចូលហើយយើងធ្វើការច្របល់ច្របល់គ្រឿងឲ្យសព្វជាមួយនឹងកំពឹសរបស់យើងណាដើម្បីយើងកូរឲ្យច្របឲ្យច្របល់ឲ្យសព្វដើម្បីឲ្យគ្រឿងហ្នឹងវាចូលគ្រប់ជាមួយនឹងកំពឹសហ្នឹងឲ្យចូលគ្នាណាឲ្យវាចូលគ្រឿងបានល្អអញ្ចឹងនៅពេលយើងធ្វើការច្របល់ឲ្យរៀងយូរបន្តិចមកណាបាទច្របល់ដូចក្នុងរូបវីដេអូអញ្ចឹងច្របល់មកណាពេលច្របល់ចុះច្របល់ឡើងមកឃើញថាវាចូលជាតិឆ្ងាញ់បាទកុំឲ្យគ្រឿងទៅឡែកមុខទៅមួយឡែកអត់ទេយើងធ្វើការច្របល់ឲ្យយូរច្របល់ទៅមិនច្របល់ចុះច្របល់ឡើងមកបាទបន្ទាប់យើងច្របល់បានសពគ្រប់ហើយគឺថាយើងអាចទទួលទានបានហើយគឺថា
កំពឹសរបស់យើងវាចូលជាតិល្អហើយកំពឹសរបស់យើងពីស្រស់ប្រែក្លាយទៅជាកំពឹសដែលងាប់ណាពេលវាប្រឡាក់គ្រឿងទៅវាកំពឹសហ្នឹងប្រែទៅជាងាប់អញ្ចឹងវាចូលជាតិជាមួយនឹងគ្រឿងរបស់យើងហើយអញ្ចឹងយើងអាចទទួលទានបានហើយបាទគឺថាឆ្ងាញ់មែនទែនបាទបាយក្តៅអេមបាទ